ទូលមង្គមចុះក្រាបទូលចាំមើលទូលមង្គមវិញក្រាបទូលឃើញទេព្រះអង្គលោកតាខ្ញុំចង់ប្រកាសណាសូមក្រាបថ្វាយបង្គំលោកតាល្អហើយប្រសើរណាស់ចៅទាំងពីរសិលសាស្ត្របានចេះចប់សពគ្រប់អស់ហើយអរគុណលោកតាខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំលាលោកតាត្រឡប់ទៅនគរវិញហើយខ្ញុំករណាក៏ចឹងដែរលោកតាទៅក៏ទៅចោះតាមិនខ្វល់ទេប៉ុន្តែរាជចៅរបស់នេះតាឲ្យចៅអរគុណលោកតាថៃសូរិយាតាក៏មានរបស់មួយទៀតឲ្យចៅយកសង្វារទឹកនេះទៅប្រើចុះចៅសូមអរគុណលោកតាអញ្ចឹងពួកចៅសូមថ្វាយបង្គំលាសិនហើយទៅចោះចៅសូមឲ្យបានសេចក្តីសុខគ្រប់គ្នាណាចៅណាកណាលោកតារៀនសង្វាប៉ុន្តែរៀនដល់ផ្លូវបំបែកទៅនគរយើងវិញហើយយើងលីឯងសិនហើយតែចុះផៃសូរិយាបើមានការអ្វីឲ្យដំណឹងទូលបង្គំផងណាគ្នាលីឯងសិនហើយណាសង្វាទឹកយ៉ាងម៉េចដែរបត់សบายទេក្រាបដែរក្រាបដែរព្រះពរខ្ញុំម្ចាស់ព្រះអង្គតតមកខ្នោះចោះយ៉ាងម៉េចដែរបត់សบายទេក្រាបទៅណ៎ខ្នោះទៀតបត់ណ៎ឃើញទេព្រះពរខ្ញុំម្ចាស់មកបត់មហាសៃអូនតតមើលខាងនោះបត់សบายដែរទេបត់មិនដែរព្រះអង្គទៅយើងទៅខាងមុខទៀតទៅព្រះពរត្រូវហើយតោះបត់តោះស្អាតតើមើលនោះមហាសៃតោះយើងទៅទៀតព្រះអង្គតតមកចាស់ប្រៃប្រឹក្សាល្អមែនត្រូវហើយមហាសៃអូនតតមើលខាងនោះស្អាតទេស្អាតណាស់ព្រះអង្គអូល្អណាស់ណោះបត់ណោះឃើញទេបត់តតទៅខាងនោះតែបត់ស្អាតទេព្រះបិតាចាំមើលទៅបង្គំធ្វើជាសត្វហោះទៅលើមេឃឲ្យព្រះបិតានិងព្រះមេដាបានតតណាបត់បិតាបត់ជាមនុស្សអញ្ចឹងធ្វើមិននឹងធ្វើជាសត្វកើតទៅណោះមហាសៃណោះព្រះបិតាព្រះមេដាចាំមើលទៅបង្គំធ្វើណាបិតាចាំតតចាឃើញទេព្រះបិតាព្រះមេដាទៅបង្គំខ្លាចជាសត្វហើយទៅបង្គំហៅទៅហើយមហាសៃអូនតតមើលណោះបត់របស់យើងរត់លេងសប្បាយណាស់បត់បៃតា
សូរសាត់មក ហើយចាប់ក្មេងមកពីណានឹង តាលោកតាលោកតាស្វាយកុំលោកតាព្រាមទៅលោកតាខ្ញុំកណាសុំថ្វាយបង្គំលោកតា មិនអីទេព្រះរាជបុត្រកុំខ្លាចអីណាចៅមិនអីទេនៅជាមួយតានឹងហើយចាំធំចម្រើនវ័យចាំទៅរកព្រះមេត្តាព្រះបិតារបស់ចៅចុះអកៀង មែនហើយលោកតា នាំព្រះរាជបុត្រទៅអាស្រមខាងក្រោយទៅ កណាលោកតា ជួយបង្ហាត់បង្រៀនវិជ្ជាសិលសាស្ត្រឲ្យព្រះរាជបុត្រផងណា កណាលោកតាតោះបរិកុមារតោះព្រិកមកពួនទៅមកកាំងអើយមកកាំងណៃណាមកកាំងយេតាណាចេះណាវ៉ាបរិកុមារមកកាំងឯនេះខូចណាមិនកាត់មិនសារសាខ្ញុំទេកាត់ទៅដល់លេងសូមក្រាបថ្វាយបង្គំបរិកុមារក្រាបទូលណែបរិកុមារកុំភ័យព្រួយចាំទូលបង្គំនឹងជួយបង្ហាត់បង្រៀនសិលសាស្ត្រដល់បរិកុមារក្រាបទូលអើលឿនមកឆាប់បង្រៀនខ្ញុំភ្លាមទៅស្ដេចយាងទូលបង្គំនឹងបង្រៀនបរិកុមារមកក្រាបទូលមកណែព្រះអង្គយាងគង់នៅកន្លែងនេះហើយចាំទូលបង្គំណាទូលបង្គំនឹងហាញស្នៀតថ្វាយព្រះអង្គក្រាបទូលចាំមើលណាតិចវ៉ាត់ណែឃើញទេរងចេះអានេះរងចាប់រងទៀតអានេះរងទៀតឃើញទេអើល្អណាស់បង្គាំងចាំខ្ញុំវិញម្ដងព្រះនាងម្ចាស់ឆប់សិនព្រះនាងម្ចាស់កាត់ដាននេះមិនបានទេឲ្យដាននេះមកខ្ញុំម្ចាស់វិញមកអត់ទេខ្ញុំមិនអត់ទេបើព្រះបិតាទ្រង់ជ្រាបខ្ញុំម្ចាស់ច្បាស់ជាមានទោសជាមិនខានអត់ទេបងពីនាងចាំមើលណាថ្ងៃក្រោយបាននគររបស់យើងមានសង្គ្រាមខ្ញុំមិនឲ្យព្រះបិតារបស់ខ្ញុំចេញច្បាំងនោះទេខ្ញុំនឹងចេញឲ្យខ្លួនឯងទេមិនបានទេព្រះនាងបាត់ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គល្អហើយបុនបត្រីបិតាបត់ជាស្រីអញ្ចឹងចេញច្បាំងវិញកើតទៅបត់ជាប្រាំតាបិតាតតចាព្រះបិតាបត់ស្អាតទេបត្រីបិតាបត់ពិតជាស្អាតណាស់ស្អែកនាងបិតានិងបិតាទៅប្រពៀតព្រៃតាបត់ទៅទីព្រះប៉ព្រះបិតាបត់នឹងទៅដែរព្រះបិតាបត់តតចាស្អាតណាស់មហាសីអូនព្រះប៉ព្រះស្វាមីមើលណោមរកគីមហាសីអូនរកកន្លែងគួរសមសិនទៅលោកមន្ត្រីកណ្ដាលហើយផ្សេងនាំគ្នារៀបចំសិនទៅតោះមើលចោមហាសីអូនណោមើលខាងណោព្រះបិតាសត្វខាងនោះធំណាស់ណោបាត់ចង់បានព្រះបិតាបាញ់ទៅព្រះបិតាបាត់ចង់បានឆាប់បាញ់វាឲ្យបុតយើងទៅព្រះស្វាមីសាច់ដូចធំដែរព្រះបិតាតតចាឃើញទេណោចាំមើលបិតាបាញ់ទៅហើយថៃសូរិយាចៅមានពីវិរិយជាមួយនឹងសត្វកុំសម្លាប់គេឲ្យសោះបើចៅសម្លាប់គេចៅត្រូវបាត់បង់ជីវិតមិនខានពធលោកតា
ខ្ញុំប្រកាសណាភ្លេចបណ្ដាំលោកតាហើយដងកាយជីវិតរបស់ខ្ញុំកណាត្រូវបាត់បង់ដោយសារជីវិតសត្វព្រះស្វាមីអស់លោកមន្ត្រីលោកមិនតោះព្រះអង្គខ្ញុំយ៉ាងមិនទៅហើយអូយកាទូលព្រះអង្គព្រះស្វាមីមហាសីអូនព្រះអង្គទឹកសង្វាបបិតាព្រះអង្គលោកមន្ត្រីទាំងអស់គ្នាព្រះអង្គមហាសីអូនមើលថែរក្សាបត្រីរបស់យើងផងអស់លោកជួយមើលខែមហាសីរបស់យើងនឹងបុតយើងផងយើងប្រហែលជាមហាសីអូនសង្វាបត្រីបិតាព្រះស្វាមីបិតាព្រះអង្គព្រះស្វាមីព្រះអង្គបេរកូនមានរឿងសំខាន់មែនទេទូមង្គមលើថាព្រះផៃសុរិយាមហាក្សត្រនគរកេតចម្ពូសោយទីមង្គលឲ្យព្រះបិតាអាយ៉ាថាមិននឹងបេរកូនគណៈថ្លៃផ្សេងព្រះផៃសុរិយាមិត្តរួមគ្រួរបស់បិតាសោយទីមង្គលឲ្យក្រាបទូលល្អណាស់បេរកូនបើវាស្លាប់ហើយបិតាសប្បាយចិត្តណាស់បិទឆាប់ធ្វើសារឲ្យសេនាយកទៅឲ្យនាងផៃសមាលីឲ្យនាងប្រគល់ទឹកដីនិងលើកស្រីទឹកសង្វាឲ្យយើងធ្វើជាមហេសីភ្លាមទៅក្រាបទូលព្រះបិតាទូមង្គមនឹងទៅចាត់ចែងរឿងនេះភ្លាមក្រាបទូលទៅចុះអរគុណទឹកសង្វាស្រីស្រស់ទឹកសង្វាពីលៀងពួកនាងនាំគ្នាចេញទៅក្រៅសិនចុះព្រះមេព្រះស្វាមីអើខ្ញុំម្ចាស់ធ្វើយ៉ាងម៉េចទៅព្រះស្វាមីបើបណ្ណារីវាឲ្យខ្ញុំម្ចាស់លើកទឹកដីឲ្យវាហើយលើកទឹកសម្រាប់ឲ្យវាធ្វើជាប្រពន្ធបើមិនព្រមវានឹងកំទេចនគរយើងចោលហើយសូមព្រះអង្គជួយបំភ្លឺផ្លូវខ្ញុំម្ចាស់ផងព្រះស្វាមីព្រះស្វាមីព្រះស្វាមីជួយខ្ញុំម្ចាស់ផងព្រះស្វាមីជួយខ្ញុំម្ចាស់ផងអត្រីមេដាអត្រីមេដាហើយសមាលីបងឈប់ព្រះប្រសាយចិត្តទៅអូនយកសង្វាទឹករបស់បងឲ្យទៅបុត្រីទឹកសង្វាបំពាក់ទ្រង់គ្រឿងរុងរាំងសីជាបរោះចេញច្បាំងជាមួយនឹងពិនរីទៅវាមិនអាចធ្វើអ្វីបុតជាងបាននោះទេអូនធ្វើតាមបណ្ដាំបងទៅបងជួយអូនបានតែប៉ុណ្្នឹងទេបងលាអូនទៅវិញហើយហើយសូម៉ាលីធំប៉ុណ្ណេះទូមង្គមនឹងមិនដែលបញ្ចេញវិជាសិលឲ្យព្រះអង្គទៅទេចាំមើលទូមង្គមបង្ហាញឲ្យព្រះអង្គមើលម្ដងក្រាបទូលបងចាំតទូមង្គមវើយេបងកាំងចេះសម្រាប់ខ្លួនផងហ៎អាយ៉ាព្រះអង្គមួយស្នៀតនេះទូព្រះមង្គមបានលាក់ទុកណាជាយូរណាស់មកហើយបើព្រះអង្គចង់ចេះទូព្រះមង្គមនឹងបង្រៀនព្រះអង្គណាក្រាបទូលមិនបាច់ទេឈរអែបដើមឈើនោះទៅព្រះអង្គឲ្យទូមង្គមអែបដើមឈើនេះចាំតែមើលទៅដឹងហើយក្រាបទូលលេងចឹងស្រួលទេ
លោកតាខ្ញុំកណាសូមថ្វាយបង្គំ កូនលោកតា ល្អហើយព្រះភិរុនចៅចូលយ៉ាងម៉េចណាកាំង ចិត្តណាលោកតា ព្រះអង្គលេងជាមួយផងមិនបានទេអីយ៉ាអានេះចេញទៅ ធ្វើបាបគេ អាកាំងអើយអាកាំងលោកតាខ្ញុំប្រកាសណាធំហើយខ្ញុំកណាសូមវិលទៅនគរវិញលោកតាមិនដឹងថាព្រះមេដាព្រះបិតាមិនដឹងជាទ្រង់សុខទុក្ខយ៉ាងណានោះទេជាការប្រសើរហើយព្រះភិរុនចៅតាមិនខ្វល់ចៅទៀតទេចៅពេញរូបពេញរាងហើយសិលសាស្ត្រក៏ចេះច្រើនរយៈពេល15ឆ្នាំសោះចៅចេះសពគ្រប់ទាំងអស់ពិតជាព្រះខត្តយវង្សមែនតាថាមហារាជនិងរាជនីសោយព្រះកន្សែងនឹងចៅយ៉ាងណាទេលោកតាខ្ញុំកណាសូមថ្វាយបង្គំលាហើយឈប់សិនចៅចាំតាជប់សេនាឲ្យទៅជាមួយចៅគ្រាន់បានជាគ្នាណាចៅ ថ្វាយបង្គំលោកតា ខ្ញុំកណាថ្វាយបង្គំលោកតា ថ្វាយបង្គំលោកតា ល្អហើយពួកឯងដឹងទេយើងជប់ឯងមកនេះដើម្បីជាប្រយោជន៍ដល់ព្រះភិរុនគេជាម្ចាស់ពួកឯងហើយឆាប់ថ្វាយបង្គំគេទៅ ទូមគុំសូមក្រាប សូមក្រាបថ្វាយបង្គំព្រះអង្គល្អហើយបងទាំងពីរជូនដំណើរខ្ញុំទៅនគរវិញ កណា កណាថ្វាយផ្សេងព្រះភិរុនចៅគេនេះជាពាណោគេជាហោរាសាស្ត្ររបស់ចៅគេចេះទស្សទាយមានការអីចៅសួរគេចោះណាចៅអរព្រះគុណលោកតាហើយចំណាយគេនោះគេជាពាជីមិនចេះអីទេណាចៅតែគេចេះហោះហើរបានតាមតែចៅប្រើគេចោះអរព្រះគុណលោកតាល្អហើយចៅខ្ញុំកណាសូមថ្វាយបង្គំលាលោកតា ទៅចោះមើលថែព្រះរាជកុមារឲ្យបានស្រួល កណាលោកតា កណាលោកតាទៅចោះ ឈប់សិនឡើយអាយ៉ាគេចម្ពុះពីលើកតមកហើយវេរត់កូនមើលនោះមេតរបស់វារៀងដូចជាស្រីអញ្ចឹងស្អាតណាស់អើយ មិនដែរមិនមែនស្រីទេក្រាបទូលប្រោទេតើ អ្នកអាក្រមីឆាប់ថយចេញពីកាច់ចំពោះយើងភ្លាមទៅបើមិនចេញទេយើងសម្រាប់ឯងឲ្យស្លាប់តៃហោឥឡូវហើយបើ យេអាក្មេងទៅសម្លេងប្រហិនបើចង់សឹកថ្វាយបង្គំយើងទៅហើយប្រគល់ទឹកដីនិងស្រែកទឹកសង្វាមកឲ្យយើងធ្វើជាប្រពន្ធភ្លាមបើមិនឲ្យយើងទេយើងនឹងកាច់ដៃកាច់ជើងធ្វើជាចម្លែកឥឡូវនឹងហើយវើយ អាចចង្រៃអាចស្លាប់ទៅចាំមិនចេះមិនចេះ ឯងទៅណាមិនរួចទេអាក្មេងតូចឯងគេចមិនផុតពីយើងទេអាក្មេងតូច បងពីណូបងពីជីបងមើលណោះក្រុងមានដល់តែ2នាក់ប្រយុទ្ធជាមួយរាជកុមារតែម្នាក់ឯងព្រះអង្គជួយទៅបង្គំផង មានរឿងអីទៅរាជកុមារ ក្រាបទូលព្រះអង្គក្រុមមាននេះចង់បានកាច់ចំពោះចំណោះវាទៅបង្គំមិនព្រមតែមានសង្គ្រាមក្រាបទូលឥឡូវទៅបង្គំចាញ់ដៃវាហើយជួយផងព្រះអង្គ ជប់សិនក្រុងមានឯងឆាប់ថយត្រឡប់ទៅវិញទៅបើមិនព្រមទេ
ប្រយ័ត្នស្លាប់ណាកុំអាងខ្លួនធំមកបំពេញគេឯងចឹងនោះ យកអាក្មេងល្អិតក៏កុំមកចេះដែរវើយ មិនចឹងព្រះបិតា ព្រះអង្គប្រកាសណាក្រុមនេះស្លាប់ហើយក្រាបទូល ព្រះរាជកុមាររួចផុតទុកព្រួយហើយ អរព្រះគុណក្រាបទូល សិលវិជ្ជាឯងមិនទាន់គ្រប់គ្រាន់ទេខំហាត់រៀនបន្តទៀតទៅ កណាត់ថ្លៃពិសេសព្រះអង្គបានមិនយល់តោះទីសូមព្រះអង្គយាងចូលនគរទូបង្គំជួបជាមួយព្រះមេដាសិនក្រាបទូលស្ដេចយាងក្រាបទូល អូបងពីជីបងពីណូ កណាត់ថ្លៃផ្សេង ចាំខ្ញុំនៅទីនេះហើយបើខ្ញុំនឹកដើមចាំបងទៅជួបខ្ញុំលឺទេ កណាត់ថ្លៃផ្សេងស្ដេចយាងក្រាបទូល ស្ដេចយាងក្រាបទូល សុំជាង អស់លោកមន្ត្រីមានបានដំណឹងពីទឹកសង្វារទីខ្ញុំដូចជាបារម្ភណាស់ ក្រាបទូលព្រះនាងម្ចាស់ពុំទាន់បានដំណឹងនៅឡើយទេក្រាបទូល ទឹកសង្វារសូមក្រាប សូមក្រាបថ្វាយបង្គំក្រាបទូល ល្អហេតុបុណ្យទឹកសង្វារបាត់អាយុថ្លៃណាស់ក្រាបឡើងមកបុណ្យស្ដេចយាងក្រាបទូល ក្រាបទូល ព្រះមេដាបាត់ចាញ់ដៃក្រុងនេះវាស្ទើរតែសម្រាប់បាត់ចោលមេដាហើយក្រាបទូលបើកុំតែបានព្រះភិរុនយាងមកតាន់ព្រះអង្គពូកែណាស់ព្រះមេដាព្រះអង្គម្ចាស់លោកជាមេដាទូបង្គំហើយក្រាបទូលអរព្រះគុណណាស់ព្រះរាជកុមារទ្រង់មានគុណលើខ្ញុំនឹងបាត់យ៉ាងនេះខ្ញុំមិនអាចបានអ្វីមកតបស្នងវិញទេព្រះមេដាព្រះអង្គមិនតាន់ជ្រាបទេក្រាបទូលអូព្រះរាជកុមារអត់តាន់ជ្រាបទេថាទឹកចង្វាជាស្រីនាងជាបុត្រីតែមួយគត់របស់ខ្ញុំនគរយើងតាំងតែពីព្រះស្វាមីសុគតទៅមិនតាន់មានក្សត្រអង្គណាក្រុងរាជទេខ្ញុំសង្ឃឹមលើទឹកសង្វារហើយមែនហើយព្រះរាជកុមារបុត្រីខ្ញុំចូលចិត្តតែងខ្លួនបែបនេះណាព្រោះនាងចូលចិត្តហាត់រៀនសិលសាស្ត្រតាំងតែពីតូចមក ប្រសានណាកម្រមានស្រីណាក្លាហានជាងនេះណាក្រាបទូល ព្រះរាជកុមារព្រះនាមអ្វីជាបាត់ខ្សាត់អង្គណាទៅហើយគង់នៅឯណា កណាសេះទូលព្រះបង្គំព្រះនាមព្រះភិរុនជាបុត្រមហាក្សត្រព្រះនាមក្រៃបតីព្រះមេដាព្រះនាមច័ន្ទរដ្ឋាផ្សាយរាជនៅនគរក្រៃបុរីនៅព្រៃហែមពៀនក្រាបទូល ព្រះនាមក្រៃបតីមហាអំណាចលើនគរ101នៅលើទ្វីបលោកមានព្រះរាជបុត្រខ្លាំងបកកើតបែបនេះផងហ៎មេដាលើកបុត្រីថ្វាយព្រះរាជកុមារអបិស័យជាមហេសីក្រុងរាជចាប់ពីពេលនេះតទៅបុត្រីយល់យ៉ាងណាដែរព្រះមេដាសម្រាប់ប្រតិចាស់ពុំដឹងជារកអ្វីមកតបស្នងដល់ព្រះអង្គបានទេក្រាបទូលព្រះរាជកុមារទទួលតាមការតបស្នងរបស់យើងផងចុះ អរប្រគុណក្រាបទូល ព្រះអង្គយើងទៅខាងមុខនោះទៅក្រាបទូល អពិតជាល្អមែន ស្ដេចយាងក្រាបទូល តោះ ព
ចាំមិនហ្នឹង ព្រះអង្គសូមព្រះអង្គជួយបង្រៀនសិលសាស្ត្រដល់ខ្ញុំម្ចាស់ផងបានទេ ទឹកសម្បាអូនជាស្រីអញ្ចឹងមិនចាំបាច់ចេះនោះទេ អត់ទេតែខ្ញុំម្ចាស់ចង់ចេះមែនណាព្រះអង្គណា អញ្ចឹងបានយើងទៅខាងមុខនោះទៅចាំបងជួយបង្ហាញ ស្ដេចយាងព្រះអង្គ តោះ ព្រះអង្គតាត់ផ្លែឈើនោះទៅ ម្ចាស់អូនចាំមើលចាំបងបាញ់មើលណាមើលទៅចាំមើលណា ព្រះអង្គត្រូវហើយនៅធ្លាក់មកឲ្យព្រះអង្គបាញ់ត្រូវល្អណាស់ ឥឡូវអូនឯងសាកលើមើលម្ដងទៅណែកាន់បាននេះហ៎ទិញទៅបាញ់អើ ចាំមិន ចា ចាំ អូ ព្រះ ន អង្គ ពិតជាប្រកែមែន អញ្ចឹងទេខ្ញុំម្ចាស់បានលេងសោះ អញ្ចឹងតាក់ ស្ដេចយាង ទៅ កាប់ទូលព្រះអង្គតាត់ខាងនោះទៅព្រះអង្គ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 កុំណៃណាព្រះអង្គព្រះអង្គ ទឹកសម្បាអូន ខ្ញុំម្ចាស់ខំតែភ័យព្រះអង្គ អូនស្អាតណាស់តោះយើងទៅមុខទៀតទឹកសម្បាអូន3ថ្ងៃទៀតយើងរៀបអភិសេកហើយបងណែនាំអូនចូលព្រះនគររបស់បងក៏ព្រះបិតានិងព្រះមេតារបស់បង ព្រះបើព្រះអង្គខ្ញុំម្ចាស់សប្បាយប្រតិយណាស់ទឹកសម្បានៅក្មេងខកឆ្កងយ៉ាងណាសូមមេត្តាទ្រង់សន្តោសផងក្រាបទូល មិនអីទេទឹកសម្បាអូន យកទឹកសង្វាឯងសម្រាប់អូននឹងក្មួយយើងមិនឲ្យឯងបានសេចក្តីសុខជាតិដាច់ខាត ទឹកសម្បាហេលៀងលោកមេតប ព្រះបើព្រះអង្គ មានឃើញមហេសីរបស់ខ្ញុំទេ ព្រះបើម្ចាស់ពួកខ្ញុំម្ចាស់អត់បានឃើញទេព្រះអង្គ ចម្លាញ់ណាស់យប់មិញខ្ញុំផ្ទុំរូបខុសពីធម្មតាពីបោះហើយឆាប់នាំគ្នាទៅរកព្រាមទៅ ព្រះបើព្រះអង្គ បងពីជីបងពីណូណៃណាឆាប់មកព្រាមសំខាន់តែខ្លាចបង្គំក្រាបទូលយប់មិញខ្ញុំមានរឿងចម្លាញ់ណាស់ខ្ញុំផ្ទុំលងលក់ខុសពីធម្មតាឥឡូវបានមហេសីទឹកសង្វាពីដំណាក់ហើយជុលបងគុណគូមើលតើនាងទៅទីណាប្រាប់យើងមក
ក្រាបទូលព្រះអង្គហេតុដែលចម្លែកនាំឲ្យបានព្រះនាងទឹកសង្វាគឺមានក្រុមមាយមួយឈ្មោះចិត្តរាជដែលត្រូវជាបងបង្ការរបស់ពិណរាជខឹងនឹងព្រះអង្គសម្លាប់ប្អូននៅក្មួយរបស់វាទើបវាសណ្ដំចាប់ព្រះនាងទឹកសង្វាយកទៅឃុំបំរុងនឹងសម្លាប់សូមព្រះអង្គយើងទៅជួយព្រះនាងផងក្រាបទូលមានហេតុការណ៍ចម្លែកអញ្ចឹងផងបងពីណូបងពីជីឆាប់ឡើងទៅជាមួយខ្ញុំក្រាបថ្លែងសេះពិតជាបុត្រីក្រុងចិត្តរាជហើយស្អាតណាស់អ្នកអញចេះអ្នកណាមិនក៏ប្រហែលហ៊ានចុះដំណាក់របស់ខ្ញុំឆាប់ចេញទៅ ទូបង្គំចូលមកយូរហើយព្រះនាងម្ចាស់ មកយូរហើយហ៎ សូមព្រះជាទានទូព្រះនាងម្ចាស់ដែលទូព្រះបង្គំចូលមកដែលគ្មានការអនុញ្ញាតពុំសមទាល់តែសោះក្រាបទូល អ្នកអញជាមនុស្សប្រុសចូលមកដំណាក់ខ្ញុំជាមនុស្សស្រីមិនក៏បីទេចាញ់ខ្ញុំទៅប្រយ័ត្នខ្ញុំម្ចាស់ស្រែកដឹងដល់ព្រះបិតាច្បាស់ជាស្លាប់ហើយព្រះអង្គមិនទុកជីវិតឲ្យទេឆាប់ថយចេញទៅ បើព្រះនាងម្ចាស់ដាច់ប្រតិឲ្យទូបង្គំស្លាប់នោះទូបង្គំអត់ថាទេទូបង្គំសុខចិត្តស្លាប់មិនទៅវិញទេព្រះនាង បាត់តាមមើលអ្នកអញពិតជាព្រះរាជបុត្រមហាក្សត្រអង្គណាមួយហើយក្រែងស្គាល់ច្បាប់កំណត់ដែរមិនក៏ធ្វើអញ្ចឹងមិនក៏បីទេគេគិតឃើញថាខ្ញុំជាស្រីមិនល្អ សវណ្ណីពីរោះណាស់សម្រស់ក៏ល្អឆាតបានល្អម្លឹងធ្វើមិនឲ្យទូបង្គំយាងចេញទៅបានទៅព្រះនាងមិនថាមានអ្វីកើតឡើងនោះទេឬក៏ត្រូវស្លាប់ឲ្យតែព្រះនាងម្ចាស់មេត្តាទៅចុះកុំដាច់ប្រតិអីក្រាបទូល ទេព្រះអង្គខ្ញុំមិនចាំមិនហ៊ានទេខ្ញុំមិនចាំមិនហ៊ានទេ ខ្លាចអីព្រះនាង ខ្លាចបិតាត្រង់យកទៅ ទូបង្គំធានាស្លាប់ឲ្យតែព្រះនាងព្រម ខ្លាចព្រះអង្គយាងទៅចៅខ្ញុំម្ចាស់ មិនទៅទេក្រាបទូលហ៎ ព្រះអង្គតតអីក្រាបទូល តន់មើលនោះប្រសាទមួយនោះព្រះបិតាអូនប្រធាននៅទីនោះមែនទេ មិនមែនទេប្រាសាទនោះបិតាຕົកនាងទឹកសង្វាបានព្រះអង្គចាប់យកមក ព្រះស្វាមីព្រះអង្គដឹងថាខ្ញុំម្ចាស់នៅទីនេះដែរទេខ្ញុំម្ចាស់ពិតជាស្លាប់ជាមិនខានខ្ញុំម្ចាស់មិនអាចក្រុមមីមកប៉ះពាល់ខ្ញុំម្ចាស់បានជាដាច់ខាតព្រះស្វាមី ទឹកសង្វា ណាក្រុមមីយើងមិនអាចឯងចង់មកប៉ះពាល់យើងបានទេយើងនឹងសម្រាប់ខ្លួនឯងហើយថយចេញទៅ ទឹកសង្វាអូនបងគឺព្រះភិរុណណាបងមកចង់អូនទៅវិញណា មិនបាច់មកបន្លំខ្លួនធ្វើជាព្រះស្វាមីរបស់យើងទេក្បិចករបស់ឯងយើងដឹងអស់ហើយថយចេញទៅ ទឹកសង្វាអូនបងគឺព្រះភិរុណពិតហើយអូនមើលថាបងជាអ្នកណាបងមកជាមួយពីណូនឹងទៅជីទឹកសង្វាអូនជឿថាជាស្វាមីអូនហើយឬនៅ ព្រះស្វាមី
ទឹកសង្វាអូន ខ្ញុំម្ចាស់ត្រេកអរណាស់ព្រះស្វាមីស្ដេចយាងក្រាបទូល តោះពេលជីពីណូឆាប់ឡើង កណាត់ថ្លៃផ្សេង ទឹកសង្វាឯងសម្រាប់អូនប្រុសនិងក្មួយរបស់យើងយើងត្រូវតែសងសឹកឯងច្បាស់ជាមានមនុស្សមកយកវាទៅហើយ ខ្ញុំជាម្ចាស់សុរៈបាត់អង្គព្រះបិតា អូនដឹងទីណានាយកទឹកសង្វាតាណាបាត់ហើយអូននៅមើលព្រះនគរបងទៅយកវាមកវិញ ព្រះស្វាមីព្រះបិតាព្រះស្វាមីណា ឆាប់ឡើងយកអាមនុស្សឈប់សិនឯងប្រហើនហ៊ានមកយកទឹកសង្វាផងឲ្យទឹកសង្វាមកយកវិញភ្លាមក្រុងមាសអញទៅខ្លួនឯងទៅលួចយកប្រពន្ធគេមកយើងយកប្រពន្ធយើងទៅវិញបើចង់សុំត្រឡប់ទៅវិញទៅយើងទុកជីវិតឲ្យបើមិនព្រមយើងសម្លាប់ឯងឥឡូវនេះហើយយកអាក្មេងតូចប្រហើនយើងនឹងសម្លាប់ឯងឥឡូវនេះហើយ ឯងចាំទទួលយកទៅក្រុងមាសស្លាប់ទៅ ព្រះស្វាមីព្រះស្វាមីព្រះបិតាព្រះស្វាមីព្រះបិតាព្រះស្វាមីព្រះបិតាចាប់បាត់អីព្រះបិតា ស្មាតលេបត់ ព្រះបិតា ម៉ែសេអូ ព្រះស្វាមី បងមិនរត់ទេ ព្រះស្វាមីព្រះបិតា ព្រះម្ចាស់ស្ត្រីសូមវិជ្ជាទូលសគុណសមាលីអូនបៃតាអូនមិនព្រមស្ដាប់បងជាងព្រះអង្គឲ្យត្រឡប់ទៅនគរវិញតែទ្រង់មិនព្រមទៅកើតហេតុយ៉ាងនេះទៅ ហេតុអីបានជាព្រះអង្គម្ចាស់មិនប្រាប់ថាព្រះអង្គជាមកយកព្រះនាងទឹកសង្វាជាមហេសីព្រះពរ បើបងប្រាប់អូនឲ្យដឹងជាមុននោះបងពិតជាមិនបានយកអូនទឹកសង្វាមកទេសគុណសមាលីអូនត្រឡប់ទៅនគររបស់អូនវិញចុះរៀបចំទុកដាក់ព្រះបិតាអូនឲ្យបានស្រួលចុះបងជូនអូនទឹកសង្វាទៅនគរសិនទៅបងមករកអូន ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំម្ចាស់បងសូមត្រង់ព្រះសន្តោសមេត្តាដល់ខ្ញុំម្ចាស់ផងព្រះមេខ្ញុំម្ចាស់អត់បានដឹងទេសូមត្រង់មេត្តាដល់ខ្ញុំម្ចាស់ផងសគុណសមាលីអូនមិនអីទេបងមិនប្រកាន់នឹងអូនទេអូនអត់បានដឹងបងនឹងឲ្យព្រះស្វាមីមកយកអូនពេលក្រោយអូននៅមករៀបចំទុកដាក់ព្រះបិតាអូនសិនចាស់ ម្ចាស់ស្ត្រីទូលបង្គំសូមថ្វាយបង្គំលាសិនហើយអូនតែងខ្លួនអញ្ចឹងស្អាតណាស់ ព្រះពរ អូបងពីជីអាណាបងពី ក ណូ ណាត់ថ្លៃផ្សេងគេចូលព្រៃហើយមិនពៀនបាត់ បើអញ្ចឹងប្រែកន្លាទៅ កណាត់ថ្លៃផ្សេង បងពីជីឆាប់ជួយដំណើរខ្ញុំទៅ ស្ដេចយាងក្រាបទូល តោះចាស់អូន ស្ដេចយាងក្រាបទូល បងពីជីឆាប់ចុះប្រពន្ធទៅបងពីជីធ្វើដំណើរទៅ ព្រះស្វាមីខ្ញុំម្ចាស់អស់កម្លាំងណាស់ក្រាបទូលសម្រាប់នៅទីនេះសិនហើយក្រាបទូល សម្រាប់នៅទីនេះសិនក៏ល្អដែរតោះអូបងពីជី កណាត់ថ្លៃផ្សេង បងឆាប់ទៅរកផ្លែឈើឲ្យមហាសីរបស់យើងភ្លាមទៅ កណាត់ថ្លៃផ្សេង តោះម្ចាស់អូន ទឹកសង្វាអូនផ្ទុំសិនទៅ ព្រះពរព្រះអង្គ អ
អាយ៉ាមនុស្សសានេះមកពីណាចេះ អាយ៉ាអាមួយនេះស្អាតណាស់មនុស្សសានេះមកពីណាចេះ អាយ៉ាអាមួយនេះស្អាតណាស់អាយ៉ាកំពុងតែអត់ទៅយូរឆ្នាំផងចាប់វាយកទៅសិន Tập sừng ba. 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 Bom pi chi. កណាត់ថ្លៃផ្សេង Bom pi chi. មានឃើញទឹកសម្បត្តិទេ អត់ឃើញទេក្រាបទូ ពីបោះហើយឆាប់នាំខ្ញុំទៅ កណាត់ថ្លៃផ្សេង អើយស្អាតណាស់អូយប្តីសម្រាប់ចិត្តអូនបានបងធ្វើជាប្តីអូនមិនធ្វើឲ្យបងទាស់ចិត្តទេព្រះស្វាមីយ៉ាណែនាងយ៉ាខ្នៃឯងចាប់យើងមកទីនេះធ្វើអីហ៎ចាអូនយកបងមកធ្វើប្តីអូននឹងណាតែយ៉ាងមិនព្រមទេបើរូបរាងឯងចង់មិនបានទេអូនស្អាតតើបងអូនស្រឡាញ់បងណាបងស្រឡាញ់អូនទៅតែហើយចឹងទៅយ៉ាងមិនព្រមស្រឡាញ់ឯងទេកុំចាំមកចិត្តយើងណាប្រយ័ត្នជាសម្រាប់ឯងចោលអូនពិតជាស្រឡាញ់បងអូនមិនឲ្យបងទៅណាទេជួយខ្ញុំចាំព្រះមេដាស្ដេចក្រុងមេឲ្យព្រះមេដាលើកខ្ញុំចាស់ឲ្យវាជាមហេសីខ្ញុំចាស់មិនព្រមទេព្រះស្វាមីត្រង់នៅទីណាបុត្រមេដាអើយឲ្យមេដាធ្វើយ៉ាងម៉េចមិនបានទេព្រះមេដាស្ដេចយើងចេញពីទីនេះទេឆាប់ឡើងព្រះមេដាបុត្រមេដាយើងច្បាស់ជាកិច្ចបំផុតពីកណ្ដាប់ដៃវេនរីទេបើមេដាបុត្រគង់នៅមិនមានរឿងចង្កាក់ឡើងទេបុត្រព្រះមេដាយើងពិតជាស្លាប់នៅក្នុងដៃរបស់គេទាំងពីរហើយព្រះមេដាបានណាជួយយើងទៅខ្ញុំចាស់ខ្លាចណាស់បុត្រមេដាអើយបុត្រឲ្យមេដាធ្វើយ៉ាងណាទៅបុត្រព្រះមេដាវាមកហើយ អូបលៈបណ្ណាកិច្ចទៅណាមិនរួចនោះទេឆាប់ប្រគល់សគុណសមាលីឲ្យយើងភ្លាមបើមិនចឹងទេយើងនឹងសម្លាប់ទាំងម្ដាយទាំងកូន សុគន្ធសមាលីមានរឿងអីចេះបងពីជីឆាប់ឡើងក្រាបទូល ព្រះស្វាមីព្រះមេដាព្រះស្វាមី សុគន្ធសមាលី ព្រះស្វាមីជួយខ្ញុំចាស់ផង មិនអីទេក្រុមនេះ បណ្ឌរាជវាឲ្យព្រះមេដាលើកខ្ញុំម្ចាស់ជាមហេសីបើមិនព្រមវានឹងកំទេចនគរខ្ញុំម្ចាស់ចង់ហើយព្រះស្វាមីព្រះរាជកុមារខ្ញុំត្រេកអរណាស់ខ្ញុំអស់ទីពឹងហើយមេត្តាជួយខ្ញុំនិងបុត្រីផងព្រះរាជកុមារ ម្ចាស់ស្ត្រីកុំព្រួយប្រតិយអីក្រាបទូលទូលបង្គំមិនឲ្យវេនរីធ្វើអ្វីបានចដាច់ខាតណែក្រុងមាឆាប់ថយចេញទៅអំបោពួកឯងអាក្រក់ណាស់បំពេញធ្វើបាបគេបើមិនថយទេយើងមិនឲ្យឯងមានជីវិតចូលទៅនគរវិញចដាច់ខាត ណែអមនុសាប្រហើនមិនក៏ពួយពាកមិនមើលប្រាណខ្លួនតូចប៉ុនមេដៃអាចចង្រៃអញជន់ស្លាប់ឥឡូវហើយ ក្រុងមាឯងឈប់និយាយទៅ
នេះឯងស្លាប់ទៅ ស្លាប់ទៅ សគុណសមាលីក្រុមវាស្លាប់ហើយបបពីជី ក្រាប់ទូល ក្រុមវាស្លាប់ហើយ សុគន្ធសមាលីបុត្រមេដាព្រះមេដាវេនរាជស្លាប់ហើយ ខ្ញុំអរប្រគុណណាស់ព្រះរាជកុមារស្ដេចយាងចូលព្រះរាជវាំងខ្ញុំនឹងរៀបចំអភិសេកបុត្រីនិងព្រះរាជកុមារតាមទំនៀមទម្លាប់ សូមអរគុណម្ចាស់ស្ត្រី ជឿនណាស់យ៉ាងមិនចេះខ្ញុំ បាត់មេដាអើយមិនក៏កូនអភ័ព្វម្លេះមកប្រសើរកណ្ដាស់ព្រៃយ៉ាងនេះព្រះសាមីព្រះអង្គនៅទីណាព្រះសាមីជួយខ្ញុំម្ចាស់ផងព្រះអើយជួយខ្ញុំម្ចាស់ផងព្រះបិតាជួយខ្ញុំម្ចាស់ផង ជឿនណាស់យ៉ាងមិនចេះខ្ញុំ បាត់មេដាអើយមិនក៏កូនអភ័ព្វម្លេះមកប្រសើរកណ្ដាស់ព្រៃយ៉ាងនេះព្រះសាមីព្រះអង្គនៅទីណាព្រះសាមីជួយខ្ញុំម្ចាស់ផងព្រះអើយជួយខ្ញុំម្ចាស់ផងព្រះបិតាជួយខ្ញុំម្ចាស់ផង ទឹកសង្វាអូនពេលនេះអូនមិនដឹងទៅដល់ណានោះទេបងនៅតែតាមរកអូន ព្រះស្វាមីព្រួយបតីរឿងអីព្រះប៉ សគុណសមាលីអូនបងដូចជានឹកដល់ទឹកសង្វាខ្លាំងណាស់បងគិតថានឹងលាអូនតែរកទឹកសង្វាសិនហើយបងនឹងត្រឡប់មករកអូនវិញ ព្រះស្វាមីទ្រង់ស្ដេចយាងចូលព្រះដំណាក់សិនទៅព្រះប៉ បងកាំង អដំឆែក បង អូ កាំង បរិកុមារ បរិកុមារ យ៉ាងម៉េចបងកាំង ទូលបង្គំស្មានអាណាគេខំតែភ័យ ហើយយ៉ាងម៉េចចាំបងកាំង ទូលបង្គំអង្គុយចាំព្រះអង្គនឹងណាក្រាប់ទូល បងកាំងចាំមើលខ្ញុំសម្ដែងសិល្បៈបងកាំងមើលណា កណាសេះព្រះអង្គសាកមើលអូយអូយព្រះអង្គកែខ្លាំងណាស់ក្រាប់ទូលបងលោកតាកណាសូមថ្វាយបង្គំលោកតា គុំលោកតាល្អហើយស្អងសិនចៅមិនទាន់ដល់កម្រិតទេចៅខំរៀនបន្ថែមទៀតណាចៅណាកណាលោកតា
បងកាំង មកស្អី ចាំមើលខ្ញុំសម្ដែងសិលម្ដងទៀតណា មកស្អី ព្រះមេត្តាព្រះមេត្តាតាំងពីតូចរហូតដល់ធំប៉ុណ្ណេះទូបង្គំមិនដែលឃើញព្រះភ័ក្ត្រព្រះបិតាសោះ បាត់មេដា ព្រះមេត្តា បាត់កំពុងតែព្រួយប្រទេសរឿងអី ព្រះមេត្តាបិតាទូបង្គំនៅឯណាក្រាបទូលតាំងពីតូចដល់ធំទូបង្គំមិនដែលឃើញទេ ព្រះបិតាបាត់ទេបិតាបាត់ត្រង់ពេលនេះពុំដឹងជាកុំណៃណាទេតែដែរមេដាត្រូវចាក់ចាប់មកបែកគ្នាជារៀងរហូតចាំបាត់រៀនសិលសាស្ត្រចាប់តែរកបិតាបាត់នៅឯនគរព្រះអយ្យកានេះខំរៀនណាបាត់ ក្រាបទូលព្រះមេត្តា មេដាទៅវិញហើយ ក្រាបទូល អាណាវើយហ៊ានប្រហើនហោះលើក្បាលអញព្រៃហែមកពៀននេះគ្មានអាណាហ៊ានល្មើសយ៉ាងនេះទេ បបជីតាមមានអីកើតឡើងទៅ ប្រហែលជាមានគេចង់ជាបានយើងនៅខាងក្រៅហើយក្រាបទូល ឆាប់ចុះទៅ ណាខៃផ្សេង លឿនឡើងយ៉ាងម៉េចបានចាញ់ខាត់ដំណើរយើង ឯងប្រហើនណាហ៊ានហោះរំលើកក្បាលយើងយើងមិនអោយឯងទៅណាចិត្តឯខាត់ ឆាប់ជៀសផ្លូវឲ្យយើងទៅភ្លាមបើមិនជៀសទេយើងសម្រាប់ឯងចោលទៅហើយ ពីបង អេចូលទៅ យើងនឹងចងឯង មិនក៏ឯងមិនគ្រាន់បើទៀតទៅយើងសម្រាប់ឯងឥឡូវហើយ ទេលោកម្ចាស់កុំស្លាប់ខ្ញុំទុកជីវិតឲ្យខ្ញុំបានផងខ្ញុំខ្លាចហើយខ្ញុំសុំថ្វាយខ្លួនតាមបម្រើលោកម្ចាស់អស់មួយជីវិត បើបានចេញចឹងទៅហើយយើងទុកជីវិតឯងចុះ អរប្រគុណព្រះរាជកុមារ ប្រសើរហើយឯងមិនបាច់ទៅជាមួយយើងទេនៅទីនេះចុះបើយើងនឹកដើមចាំទៅរកយើងលើទេ កណាថ្លៃផ្សេង តោះបងពីជី ស្ដេចយើងក្រាបទូល ព្រះមេត្តាទូបង្គំលាព្រះមេត្តាទៅរកព្រះបិតាសិនហើយសូមព្រះមេត្តាគង់នៅជាមួយលោកតាសិនចុះទូបង្គំលាសិនហើយ ព្រះសង្ឃសិនព្រះសង្ឃសិនបាត់មេដាព្រះសង្ឃសិនព្រះសង្ឃសិន បាត់ទុកចិត្តទៅរកព្រះបិតាបាត់ហើយ
ល្អហើយចៅមានការអីចៅ លោកតាសង្សិនបាត់របស់ខ្ញុំកណាយើងទៅរកបិតាគេបាត់ទៅហើយលោកតា ទឹកសង្វាចៅសង្សិនធំហើយវិជាចេះល្មមការពារខ្លួនបានមិនជាការអីទេចៅកំព្រួយណាគេនឹងវិលមកវិញមិនខានព្រោះគេស្រឡាញ់មេដាគេណា ព្រះស្វាមីតើព្រះអង្គយើងទៅដល់ទីណាហេតុអីក៏មិនឃើញព្រះអង្គយើងមករកខ្ញុំម្ចាស់វិញ ព្រះមេដាព្រះមេដាទ្រង់កន្សែងឬអ្វីក្រាបទូល មេដានឹកដល់បិតាបាត់ខ្លាំងណាស់ព្រះអង្គលាមេដាទៅតាមរកម្ចាស់បងទឹកសង្វាមិនទាន់ឃើញព្រះអង្គយើងមកវិញមិនដឹងថាព្រះអង្គមានសក់ទុកយ៉ាងណាទេ សូមព្រះមេដាកុំទ្រង់ព្រះកន្សែងធ្វើអ្វីក្រាបទូលស្អែកនេះបុត្រនឹងបង្គំលាព្រះមេដាដើម្បីទៅតាមរកព្រះបិតាត្រឡប់មកនគរវិញក្រាបទូល ពិតមែនទេបង ពិតមែនហើយក្រាបទូល បើអញ្ចឹងបាត់នាំស៊ីសម័យផៃស៊ីយ៉ាទៅជាមួយក្រុមតាមអំរានឹងការពារបាត់ចោះណា អរព្រះគុណហើយព្រះមេដា ហើយបាត់ត្រូវតែប្រយ័ត្នប្រកែកផងណា ក្រាបទូល គិតសពទៅដូចជាភ័យព្រួយណាស់យាយវា វាអញ្ចឹងហើយតាវាអើយតែឯងកុំគិតច្រើនតាចាស់ហើយទៅសម្រានទៅណាតា យាយវាឯងទៅសម្រានមុនខ្ញុំចុះ ចាតាវាឯងឆាប់ទៅណា លោកតានគរនេះឈ្មោះនគរអីរួចហើយព្រះអង្គសោយរាជនគរនេះព្រះនាមអ្វីដែរឈ្មោះថានគរកថារាជព្រះអង្គព្រះនាមស៊ីសុវិឆ័យមហេសីព្រះនាមដាវតារាមានបុត្រីព្រះនាមអំភ័យភ័ក្រចៅអើយគ្មានស្រីណាល្អដូចទេចៅ មានបុត្រីព្រះនាមអំភ័យភ័ក្រចៅអើយគ្មានស្រីណាល្អដូចទេចៅ ព្រះរាជកុមារស្ដេចយើងផ្ទុំព្រះពរ ភិសម័យសៃសយាខ្ញុំដូចជាមិនសនុកក្នុងប្រកាយសោះចេះតែនឹកឃើញប្រសាសន៍លោកតាលោកយាយគាត់ថាសម្រស់របស់ព្រះនាងអំភ័យភ័ក្រស្អាតណាស់ខ្ញុំចង់តែទៅទន់មើលឲ្យអស់ចិត្តទេ បើព្រះរាជកុមារចង់យើងទៅចុះព្រះពរម្ចាស់ដើម្បីឲ្យបានឃើញនឹងព្រះនេផ្ទាល់ព្រះពរ បើមានការអ្វីខ្ញុំម្ចាស់នៅបម្រើឲ្យស្ដេចយាងព្រះពរ អញ្ចឹងរៀបចំខ្លួនទៅ ព្រះពរព្រះនាងកងដៃនេះស្អាតណាស់ព្រះមេព្រះនាងស្រស់ស្អាតណាស់ព្រះមេម្ចាស់បងភីលៀងឆាប់ចេញទៅចាស់ខ្ញុំនៅតែម្នាក់ឯងបានហើយព្រះមេម្ចាស់ ព្រះនាងអំភ័យភ័ក្រពិតជាស្អាតមែនព្រះភ័ក្រផូរផង់ដោយព្រះច័ន្ទពេញវងស្អាតណាស់
បើអ្នកណាបានឃើញពិតជាដិតដាមដួងចិត្តជាប់នឹងកញ្ចក់នេត្រារូបដូចទេពអសរសុគីលេស្អាតណាស់ព្រះនាងស្អាតណាស់ពិតជាដូចលោកយាយមានប្រសាសន៍មែន អ្នកប្រាប់មកពីណាហ៊ានចលាឡៃចុះដំណាក់នួនជាស្រីគ្មានអទេចាកុំបញ្ចាឆាប់ទៅវិញទៅចេញទៅ អេព្រះនាងកុំអាលតន់ទៅណា មិនគេហ៊ានចាប់ខ្ញុំដូចនេះបើភីលៀងខ្ញុំមកចាំមកឃើញច្បាស់ជាមានរឿងភ័យហើយឆាប់ចេញទៅ ទូលបង្គំមកពីឆ្ងាយដែនសីមាសូមជីវ៉ាមេត្តាប្រណីផងសំដីពីរោះល្អដូចព្រួញបាញ់ដោតចាក់ព្រះនេត្រាបញ្ជាក់ឲ្យយល់ច្បាស់ថាព្រះនាងពុំដាច់ប្រតិមេត្តាប្រណីទូលបង្គំផងទូលបង្គំសុំស្លាល្អប្រណី ទេទេខ្ញុំម្ចាស់មិនហ៊ានក្រែងបេដាត្រង់ជ្រាបខ្សាត់ខុសច្បាប់ប្រណីខ្ញុំម្ចាស់ផង បើព្រះនាងព្រមល្មមស្ម័គ្រស្មោះទូលបង្គំនឹងថយទៅបុរីរៀបចំបណ្ដាការស័ក្តិដល់ព្រះបិតាក្រាបទូលព្រះនាងស្អាតណាស់សូមប្រណីទូលបង្គំផងទូលបង្គំមិនវិលត្រឡប់ទៅវិញទេបើព្រះនាងមិនតបសម្ដីជាមួយទូលបង្គំនោះ ខ្ញុំម្ចាស់ក្រែងព្រះចិត្តថាមិនស្មោះចំពោះនឹងខ្ញុំម្ចាស់ទៅថ្ងៃក្រោយ ក្នុងចិត្តបងមានតែមានស្ងួនប៉ុណ្ណោះក្នុងចិត្តបងមានតែអូនសូមស្ងួនជាចិត្តបងចុះដួងកាយជីវិតបង អេព្រះនាងមានសវណ្ណជាមួយប្រុសណាស់អញ្ចឹងហើយនេះក៏យើងមើលមិនឃើញមិនហើយមិនក៏លើតែសំឡេងអញ្ចឹងណោះ អូនស្អាតណាស់ ខ្លាចតែពេលបានហើយព្រះអង្គមិននឹកនាទេអត់ទៅព្រះអង្គសិន អំផៃភ័ក្រអូនអូនស្អាតណាស់បងមិនទៅណាចោលអូនទេ ថ្វាយបង្គំព្រះអង្គ មើលពីលៀងពួកឯងមានការអីឆាប់និយាយមកមើល ព្រះពរព្រះនាងម្ចាស់មានព្រះស្វាមីព្រះពរ នាងខំអី ឆាប់និយាយភ្លាមទៅព្រះម៉ែព្រះនាងមានព្រះស្វាមីព្រះម៉ែម្ចាស់ បុត្រីរបស់យើងមានស្វាមីនៅណាពីលៀង ព្រះពរម្ចាស់មនុស្សនោះពុំដែលស្គាល់ទេមិនដឹងចូលដំណាក់ព្រះនាងរបៀបណាទេព្រះពរ នគរយើងមិនដែលមានអ្នកណាប្រហិនបែបនេះទេបុត្រីយើងមិនដែលយើងទៅណាផ្លេចដាស់ទេមនុស្សនេះពិតជាមិនធម្មតាទេត្រូវតែរកមជ្ឈបាយចាប់មនុស្សនោះយកមកកាត់ទោសពីបទពៀនវាង ព្រះពរព្រះស្វាមីយើងចាប់ត្រង់មិនបានទេលុះត្រាតែរកអ្នកសិលសាស្ត្រខ្លាំងពូកែទើបចាប់បានក្រាបទូល អញ្ចឹងមែនហើយចាត់ចែងប៉ាកងរកទៅបាន មានការអ្វីទៅបងប្រុសអគឺព្រះករណាប៉ាវកងប៉ាវឈ្មោះរកអ្នកខ្លាំងពូកែជួបខ្ញុំទៅអញ្ចឹងដាក់តាមខ្ញុំមកអញ្ចឹងទូលព្រះបង្គំសូមក្រាបថ្វាយបង្គំក្រាបទូល ចាំមិនទៅហើយរឿងដែលយើងឲ្យឯងចាត់ចែងនោះតើបានទេ ក្រាបថ្វាយសេះមានព្រីកុមារម្នាក់មានរូបសម្បត្តិល្អស្អាតរឹកពីអង្គអាចសំជាអ្នកមានវិជ្ជាសាស្ត្រខ្ពង់ខ្ពស់សូមចូលគាល់ក្រាបទូល នាំគេចូលមក ទទួលរាជបញ្ជាក្រាបទូលទូលបង្គំសូមក្រាបថ្វាយបង្គំក្រាបទូល ឡោះហើយយើងហៅឯងមុននេះមានបំណងចង់ឲ្យឯងចាប់មនុស្សម្នាក់វាប្រហើនពៀនវាំងមករួមរស់ជាមួយបុត្រីយើង
យើងចង់ស្គាល់ថាវាជាអ្នកណាមកពីណាឈ្មោះអីតើព្រះរាជកុមារអាចចាប់វាបានទេ ប្រការណាថ្លៃពិសេសបើតាមខ្ញុំប្រការណាយល់មនុស្សនោះទូព្រះបង្គំអាចចាប់បានកាបទូលគ្រាន់តែព្រះអង្គយកព្រះតម្រង់នេះទៅថ្វាយបត្រីព្រះអង្គឲ្យព្រះនាងបំពាក់ជាដង្វាយព្រះអង្គចិញ្ចៀននេះមានមហិទ្ធិឫទ្ធិជាចំណងចាប់មនុស្សនោះបានកាបទូល មេសីអូនសាកល្បងតាមទីមើលយកទៅឲ្យបុត្រយើងពាក់ទៅ ព្រះពរព្រះស្វាមី មេសីអូនសាកល្បងតាមគេមើលទៅយកទៅឲ្យបុត្រយើងពាក់ទៅ ព្រះពរព្រះស្វាមី មិនក៏យូរម្លេះមិនក៏មិនឃើញព្រះអង្គជាងមកខ្ញុំម្ចាស់ថ្វាយព្រះបង្គំព្រះមេត្តាល្អហើយបុត្របុត្រមេត្តាបុត្រស្អាតណាស់មេត្តាមកលេងព្រះមេខ្ញុំម្ចាស់ស្មានតែមានអ្នកណាមកហ៎បុត្រមេត្តាព្រះមេណែអត់ទេព្រះមេត្តាខ្ញុំម្ចាស់ស្មានតែភីលៀងមិនដឹងថាព្រះមេត្តាជាមកលេងទេព្រះមេ បៃតាបុត្រសពប្រតិនឹងបុត្រណាស់ទើបឲ្យមេដាយកចិញ្ចៀននេះយកមកឲ្យបុត្រស្អាតណាស់បុត្រមកមេដាបំពាក់ឲ្យណាព្រះតម្រង់នេះស្អាតណាស់ព្រះមេដាបុត្រមេដាពាក់ឲ្យជាប់ណាព្រោះបៃតាព្រះរាជទានដល់បុត្រ ព្រះមេត្តាខ្ញុំម្ចាស់មិនដោះទេស្រឡាញ់ណាស់ព្រះមេត្តាយប់ណាស់ហើយមេត្តាទៅវិញហើយណាព្រះមេត្តាស្ដេចយាងព្រះមេ ថ្វាយបង្គំព្រះស្វាមី ប្រសាហើយអូនអភ័យភ័ក្រអូនចាំបងយូរហើយមែនទេ ព្រះពរព្រះស្វាមីព្រះអង្គមិនក៏យើងទៅយូរខ្លាំងម្ល៉េះខ្ញុំម្ចាស់តឹងយូរណាស់ព្រះពរម្ចាស់ ប្រសាណា ព្រះមេត្តាទ្រង់យាងមកព្រះពរម្ចាស់ខ្ញុំម្ចាស់ក្រែងតែព្រះអង្គទ្រង់ជ្រាបបើព្រះបិតាដឹងយើងច្បាស់ជាមានភ័យព្រួយហើយព្រះពរម្ចាស់ មិនអីទេគ្មានអ្នកណាម្នាក់អាចធ្វើអ្វីបងបានទេតែបើត្រង់ជ្រាបបងនឹងបង្គំសុំអនុញ្ញាតពីព្រះអង្គសុំសណ្ដោសប្រណីទោសឲ្យយើងទាំងពីរ ព្រះស្វាមី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 មិនក៏អញ្ចឹងចិញ្ចៀនខ្លាយទៅជាចំណងព្រះស្វាមីខ្ញុំមិនចាំមិនដឹងទេព្រះពរសូមព្រះរាជទានទៅផងព្រះមេត្តាចុះចិញ្ចៀនមកឲ្យខ្ញុំមិនចាំពាក់ខ្ញុំមិនចាំមិនដឹងថាមានរឿងចឹងទេ អំភ័យភ័ក្រអូនបងដឹងហើយរឿងនេះពិតជាព្រះបិតាអូនជាអ្នកធ្វើបងមិនគិតថាអូនជាអ្នកធ្វើទេ ព្រះស្វាមី ឆាប់យកវាចេញទៅ ព្រះស្វាមីព្រះស្វាមីព្រះស្វាមី
បាត់មេដាហេតុអីបានជាមានរឿងបែបនេះកើតឡើងចឹងបាត់មេដាព្រះមេដាសូមព្រះរាជទានទោស បានហើយអស់លោករកកន្លែងទៅចុះយកឯប្រហើនហ៊ានប្រមាថជាស្ដាររបស់យើងលោកមិនតបកណាថ្លៃផ្សេងយកវាទៅប្រហារជីវិតភ្លាមក្រាបទូលព្រះអង្គមនុស្សនេះពុំងាយនឹងសម្លាប់ដោយបន្ទូលព្រះអង្គទេ លោកមិនតបយកវាទៅវិបណ្ដើបង្អត់អាហារវាភ្លាមទៅទទួលព្រះរាជបញ្ជាតែឯងបែរសេចអូមិនគួរបណ្ដាលឲ្យកូនធ្វើចឹងសោះ សូមព្រះរាជទានទោសព្រះស្វាមីព្រះរាជកុមារឯងពូកែមែនខ្ញុំនឹងប្រទានរង្វាន់ដល់ឯងយ៉ាងគប់ចិត្ត អង្គព្រះគុណក្រាបទូល មើលនោះណោះបរិះដែលជាប់ចំណងនោះគឺដូចជាព្រះរាជកុមារយើងពិតមែនហើយហេតុអីក៏បណ្ដោយឲ្យគេចង់យ៉ាងអញ្ចឹង ស៊ីសម័យថៃសយាជួយខ្ញុំផងឈប់សោះបាក់ ឆាប់លេងព្រះរាជកុមារយើងភ្លាមបានមិនលេងទេយើងសម្រាប់ឯងចោលឥឡូវហ្នឹង ឆាប់ចងគេភ្លាមទៅមិនចឹងមិនក៏ចោលចំណងចឹងយ៉ាងម៉េចឬមិនរួចទេមកចុះ ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះរាជកុមារខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំ បានហើយស៊ីសម័យថៃសយា សូមព្រះរាជទានទោសព្រះពរម្ចាស់ មិនអីទេពួកឯងឆាប់ក្រោកឡើងមក សូមអបសូមអរព្រះពរម្ចាស់ ពួកឯងឆាប់ទៅប្រាប់លោកម្ចាស់របស់ឯងឲ្យមកជួបយើងភ្លាម យើងមកហើយឆាប់លេងពួកគេភ្លាមទៅ មិនបានឯងមកពីនគរណាចេះបន្តិចបន្តួចហ៊ានចង់សម្លាប់យើងផង ទោះឯងសំតែស្លាប់ចាំមើលឯងគិតតាណារួច អញនឹងធ្វើឲ្យឯងឈឺដោយការដែលឯងចាប់អញចងចឹងយើងសាកល្បងជាសិលជាមួយគ្នាថាតើអ្នកណាឈ្នះអ្នកណាចាញ់ បាន ឯងចាំទទួលវិជាសិលពីយើងទៅ មិនចឹង យើងនឹងចង់ឯងនៅលើអាកាសឲ្យតតបាន អូនមើលឃើញទេអ្នកណាចាប់ចំណងអត់បានលើអាកាសតែមើលតើមានរឿងអីព្រះមេ យីអាសត្វនេះវាមកពីណាវាអញ្ចេះយើងមិនទាន់មកពីណាវើយចេញទៅ ព្រះពរម្ចាស់បងខ្ញុំម្ចាស់ឈ្មោះសនសាក់ស៊ីចំណែកអូនឈ្មោះយួនពីនីជាសន្តានាទាំងពីរជាបងប្អូនរស់នៅក្នុងព្រៃវេលាវ័នឃើញព្រះអង្គចាប់ចំណងអណ្ដែតលើអាកាសយ៉ាងនេះខ្ញុំម្ចាស់អាណិតទៅនាំគ្នាមកចាំខ្ញុំម្ចាស់ជួយតែសន្យានឹងខ្ញុំម្ចាស់សិនថាព្រមស្លាញ់ខ្ញុំម្ចាស់ទាំងពីរទៅខ្ញុំម្ចាស់ជួយ ខ្ញុំព្រមទោះបីជានាងជាស្អីក៏ដោយខ្ញុំគិតថាវាក៏ល្អព្រោះនាងជួយជីវិតខ្ញុំ ឃើញព្រះអង្គចាប់ចំណងអណ្ដែតលើអាកាសទឹកខ្ញុំម្ចាស់នាំគ្នាមកជួយចាំអូនជួយណា ខ្ញុំព្រមទោះបីនាងជាអ្វីក៏ដោយខ្ញុំគិតថាវាក៏ល្អដែរព្រោះនាងជួយជីវិតខ្ញុំ អ
ព្រះអង្គស្ដេចព្រះអង្គស្ដេចយាង អ្នកឯងចាំមកគ្នារត់តិចទៅណាយើងនឹងចាប់តាមឯងយ៉ាងម៉េចពួកអ្នកឯងមិនក្រាន់បានទៀតទេពួកអ្នកឯងហ្នឹងដែលចាប់ប្តីយើងចង់លើអាកាសឥឡូវយើងចាប់ពួកអ្នកឯងវិញម្ដងស្រេចចង្រៃ ពួកនាងមកពីណាម្ចាស់នាងឈ្មោះអីឆាប់ប្រាប់មកមើល នាងឯងឆ្លើយប្រាប់ភ្លាមទេមកពីណាម្ចាស់ឯងឈ្មោះអីអញចាខ្ញុំព្រមឆ្លើយហើយខ្ញុំមកពីនគរវិឆ័យយ័នម្ចាស់ព្រះនាមព្រះអរុណជាព្រះរាជបុត្រព្រះភិរុន នគរវិឆ័យយ័នព្រះរាជាព្រះនាមព្រះភិរុន ព្រះពរព្រះអង្គយាងទៅរកព្រះមហេសីព្រះនាមទឹកសង្វាតបាត់យូរហើយព្រះពរតើព្រះអង្គព្រះអរុណយាងតាមរកព្រះពរ ជាបុត្រព្រះភិរុនជាបិតាគេជាព្រះអនុជរបស់ខ្ញុំយ៉ាងម៉េចក៏ទៅជាអញ្ចឹងទៅវិញយួនវិនិយាសយសាស៊ីឆាប់នាំពួកគេទៅ ព្រះពរម្ចាស់បងយើងមិនត្រូវប្រយុទ្ធគ្នាទៀតទេឯងតាមរកព្រះបិតាព្រះនាមព្រះភិរុនមែនទេ ចាំមិនបានជាឯងស្គាល់ព្រះនាមព្រះបិតារបស់យើង យើងមកនេះតាមរកព្រះបិតាព្រះនាមព្រះភិរុនឯព្រះមេតាព្រះនាមទឹកសង្វាបែកគ្នាជាយូរឆ្នាំមកហើយ ព្រះបិតាព្រះនាមព្រះភិរិនព្រះមេតាព្រះនាមទឹកសង្វា បងប្រុសយើងជាបងប្អូនគ្នាទេមិនត្រូវសម្លាប់គ្នាទេណា យើងមិនជឿទេឯងកុំចង់ប្រើល្បិចជាមួយយើង ទោះបងប្អូនមិនជឿក៏បងឈប់ប្រយុទ្ធដែរបងមិនសម្លាប់បងប្អូនឯងទេបើឯងចង់សម្លាប់ក៏សម្លាប់មកចុះ តែ ខ្ញុំមិនចាំថ្វាយបង្គំព្រះ ចាំ អង្គ មិនភីលៀងប្រាប់យើងមកមើល ព្រះពរពួកខ្ញុំម្ចាស់ប្រាប់គេអស់ហើយព្រះពរម្ចាស់ខ្ញុំមិនចាំអង្គម្ចាស់បង បានហើយក្រោកឡើងមក អរគុណម្ចាស់បង គេជាព្រះអនុជរបស់បង យើងមិនជឿទេយើងនឹងសម្លាប់ឯងហើយ មកកាន់ចាស់ អស់ចាស់មែនអស់ចាស់ណាស់បើគេជាព្រះអនុជខ្ញុំមែនសូមឲ្យខ្លាចជាកម្រងផ្កាដូចគ្នា យ៉ាងម៉េចអញ្ចឹង ចាំមិនចឹង ចម្លែកណាស់ណា ចំណែកណាមិនក៏ខ្លាចជាកម្រងផ្កាអញ្ចឹង ចម្លែកមែន ពិតជាអស្ចារ្យមែន ពិតជាព្រះរាមខ្ញុំមែនទុំគុំសុំក្រាបថ្វាយបង្គំចាស់បង បានហើយព្រះអនុជតម្រាំតែស្គាល់គ្នាស្ទើរតែសម្រាប់គ្នាទៅហើយតោះយើងទៅរកព្រះបិតាជាមួយគ្នាណា ស្ដេចយាមចាស់បងទុំគុំសុំក្រាបថ្វាយបង្គំព្រះអង្គ ទូល រឿងអីទៅព្រះរាជកុមារបានទៅជាអញ្ចឹង កណាថ្លៃពិសេសសូមព្រះរាជទានទោសផងចោះក្រាបទូលតាមតែប្រតិព្រះអង្គសន្តោសចោះព្រោះអីរាជកុមារអង្គនេះជាព្រះអនុជទូបង្គំ
ជាព្រះរាជបុត្រព្រះភិរុនព្រះបិតាជាមួយគ្នាឯព្រះមេត្តាព្រះនាមសុគន្ធសមាលីក្រុងរាជវិឆាយ័នបុរីក្រាបទូល សូមព្រះភូមិរាជទ្រង់សណ្ដោទូព្រះបង្គំពិតជាសពប្រតិចំពោះអូនអំផៃភ័ក្រស្មោះស្ម័គ្រមេត្រីជាគូនិស័យលុះអវសានក្រាបទូល សូមព្រះមេត្តាប្រោះបង្គំចេថាសូមលើកជាបណ្ដាការដណ្ដឹងស្ដីអំភ័យភ័ក្រជាព្រះមហេសីព្រះអរុណជាប្អូនក្រាបទូលសូមព្រះសណ្ដោ ព្រះសាមីសូមព្រះអង្គមេត្តាដល់បុត្រផងចុះក្រាបទូល សូមព្រះមេត្តាអនុញ្ញាតដល់ទូលបង្គំនិងអូនអំផៃភ័ក្រផងទៅក្រាបទូល បើព្រះនាងបានជាស្មោះស្ម័គ្រយ៉ាងនេះទៅហើយសូមព្រះអង្គព្រះរាជទានដល់ព្រះនាងនិងព្រះរាជកុមារផងទៅក្រាបទូល បានជាមហេសីនិងអស់លោកសំណុំពរដូច្នេះទៅហើយនៅខ្ញុំយល់ព្រមទៅចុះយល់ដល់ព្រះរាជកុមារតែរឿងនេះត្រូវរៀបចំទៅតាមទំនៀមទម្លាប់ក្នុងបរមរាជវាំងរបស់នគរយើងមែនទេអស់លោក ទទួលព្រះរាជអង្គការក្រាបទូល បុត្រមេដាយាងគង់ទៅ អរព្រះគុណក្រាបទូល ថ្វាយបង្គំព្រះបតុលាព្រះមេត្តាឆាល្អហើយទឹកមន្ទីរក្រាបឡើងមក ព្រះរាជកុមារយើងនឹងលើកនាងទឹកសមន្តាថ្វាយធ្វើជាមហេសីហើយនឹងរៀបចំអភិសេកនៅពេលខាងមុខនេះ អរព្រះគុណក្រាបទូល លោកមន្ត្រីនិងអស់លោកទាំងអស់មួយសប្តាហ៍ទៀតនឹងរៀបចំពិធីអភិសេកបុត្រីរបស់យើងឬទេទទួលតាមព្រះរាជបញ្ជាក្រាបទូល ឆាប់នាំគ្នាចេញទៅព្រះមេថ្វាយបង្គំព្រះមេត្តាឆាល្អហើយកាហាំងឯងមកដំណាក់មីងមានការអីហ៎ព្រះមេត្តាឆាខ្ញុំម្ចាស់តាំងពីតូចរហូតធំដឹងក្តីមិនដែលឮព្រះមេត្តាឆាមានបន្ទូលថាព្រះបិតាព្រះនាមអ្វីទេហើយគង់នៅឯណាខ្ញុំម្ចាស់ចង់ដឹងថាត្រង់គង់នៅឯណាក្រាបទូលក្មួយស្រីមេដាអើយព្រះអង្គមិនគង់នៅជាមួយទេទ្រង់ជាបិតានិងព្រះមេដាសុគតតាំងពីក្មួយនៅតូចដោយសារសង្គ្រាមជាមួយមនុស្សសាឈ្មោះព្រះភិរុនបុត្រនៅជាមួយម្ដាយរហូតដល់សប្តាហ៍ថ្ងៃនេះណាបុត្រព្រះមេត្តាឆាម្ចាស់កូនអើយបើកូនដឹងរឿងនេះខ្ញុំម្ចាស់មិនឲ្យពួកវារស់បានសុខទេព្រះមេត្តាឆាបុត្រមេដាអើយកុំគិតរឿងនេះអីយើងបានជាសុខហើយកុំរករឿងគេអីណាបុត្ររឿងវាកន្លងហួសអស់ទៅហើយខ្ញុំម្ចាស់មិនឲ្យពួកវារស់បានសុខទេព្រះមេត្តាឆាខ្ញុំម្ចាស់ត្រូវតែកាត់ក្បាលពួកវាឲ្យអស់មួយពុជមិនទុកឲ្យវារស់លើលោកនេះឡើយកាហាំងបុត្រមេដាឈប់សិនម៉ែម៉ែខាងស្អាតហើយច្រើនណាស់បាទព្រះនាងមើលផ្កានេះចាស់ស្អាតណាស់ស្អាតណាស់ព្រះអង្គកាយបង្គំព្រះអង្គ ល្អហើយ ម្ចាស់អូន
ព្រះស្វាមី ល្អហើយម្ចាស់អូនឆាប់ក្រោកឡើងមកអំភ័យភ័ក្រអូនស្អាតណាស់ មិនដឹងជាស្អីទេម្ចាស់បងខ្ញុំម្ចាស់អ៊ីនណា ជាតិណាបងនៅក្បែរអូនជានិច្ចមែនណា ព្រះនាងខ្ញុំម្ចាស់ស្អាតណាស់ព្រះម៉ែមែនទេពួកយើងពិតមែនហើយស្អាតណាស់សូមក្រាបថ្វាយបង្គំព្រះអង្គ បានហើយក្រោកឡើងមក អរព្រគុណព្រះអង្គភីលីនព្រះម៉ែជាម្ចាស់ មហេសីអូនស្អាតណាស់ ព្រះបើព្រះស្វាមីស្ដេចយាងក្រាបទូល ណែនាងឯងឈ្មោះអីហើយនគរនេះឈ្មោះអីប្តីនាងឯងឈ្មោះអីប្រាប់អញមកមើលចាខ្ញុំឈ្មោះតាមន្ទាព្រះស្វាមីខ្ញុំព្រះនាមព្រះសង្សិនហ៎ព្រះសង្សិនណានគរនេះឈ្មោះអីឆ្លើយណាឆ្លើយឆ្លើយទេនគរនេះឈ្មោះនគរកាមរាជបើអញ្ចឹងឲ្យខ្ញុំ ខ្ញុំព្រះករណាសូមថ្វាយបង្គំលោកតា មកល្អហើយចៅនៅជាមួយតានឹងហើយព្រះសង្ឃសិនគេមិនអីទេណាចៅ អរព្រគុណលោកតា ស្អាតណាស់យើងយកឯងធ្វើជាប្តីរបស់យើងហើយ សយសាក់ស៊ីអូនមើលនោះមីនេះមកប្រែកាឡាខ្លួនធ្វើជាទឹកមន្ទាមកដេកជាមួយព្រះស្វាមីយើងផងទីចាប់អូនមន្ទាទៅណាទៅចាប់គេចង់តែមកចាប់បង
ចាស់ហ្នឹងព្រះស្វាមីខ្ញុំម្ចាស់ជាអ្នកចំវាព្រះស្វាមីវាជាយៈប្រែកាឡាទេព្រះពរវាចាប់យកអូនបន្ទាយកទៅហើយកាឡាខ្លួនធ្វើជាអូនតែបន្ទាចូលមកតំជាមួយនឹងព្រះអង្គណាព្រះពរអូយព្រះស្វាមីវានាំគ្នាចង់ខ្ញុំម្ចាស់ហើយវាមកបង្កាច់ខ្ញុំម្ចាស់ថាជាយៈទៀតមិនប៉ាទេខ្ញុំម្ចាស់គឺជាទឹកមិនទេយួនវិនិយាតើគេជាយៈកណៃប្រកាសមែនទេព្រះស្វាមីខ្ញុំម្ចាស់មិនច្រឡំទេបើត្រឹមមិនជឿចាំខ្ញុំម្ចាស់ឲ្យឃើញនឹងប្រភពព្រះពរឆាប់បញ្ចេញរូបដើមមកដល់ឯងភ្លាមមិនក៏អញ្ចឹងយួនវិនិយាសយសាក់ស៊ីមានរឿងអីហើយអូនមិនទាតាណាវាយកទៅចោលឲ្យព្រៃហើយមើលទៅយើងឆាប់ទៅរកនាងទៅព្រះពរអញ្ចឹងយើងឆាប់នាំគ្នាទៅរងមិនទាទៅតោះឆាប់ទៅស្ដេចយាងព្រះស្វាមីស្ដេចយាងទៅបន្ទាអូនទៅបន្ទា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 អូនទៅបន្ទាអូនយើងនឹងយកឯងមកធ្វើជាប្តីយើងឲ្យតតតែបានទៅបន្ទាអូនទៅបន្ទា ទៅបន្ទា ទៅបន្ទា ទៅបន្ទាអូនទៅបន្ទាទៅបន្ទាយើងនឹងប្រែកាឡាឲ្យដូចមីទឹកមុនទៀតអញ្ចឹងសយសាក់ស៊ីយួនវិនិយាព្រះស្វាមីសម្លេងណាដូចអូនមិនទាព្រះស្វាមីអូនមិនទាមិនទាអូនព្រះស្វាមីជួយខ្ញុំម្ចាស់ផងមិនទាខ្ញុំម្ចាស់ខ្លាចណាស់ខ្ញុំម្ចាស់ខ្លាចណាស់ព្រះពរមិនទាអូនជប់ខ្លាចទៅបងមិនឲ្យយៈកណៃនោះធ្វើបាបអូនទេពិតមែននេះព្រះស្វាមីព្រះស្វាមីខ្ញុំម្ចាស់ជឿព្រះបាទខ្លាំងណាស់ហើយហៅហាត់អស់កម្លាំងទៀតរកកន្លែងសម្រាប់សិនទៅព្រះពរមិនអីទេអូនយើងសម្រាប់សិនទៅក៏បានចាំមានកម្លាំងចាំធ្វើដំណើរទៅមុខទៀតព្រះពរស្ដេចយាងព្រះស្វាមីទេម្ចាស់អូនតោះទៅមុខទៀតព្រះស្វាមី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 សាសាស៊ីអូនណាតែមិនម្ចាស់អូនតែមិនទីម្ចាស់បងម្ចាស់អូនតែមិនទីម្ចាស់បងតែម្ចាស់បងសាសាស៊ីតែមិនទីអូនឃើញព្រះស្វាមីយើងទីម្ចាស់បងពួកបងរួមដំណើរជាមួយព្រះអង្គ
គឺមករកម្ចាស់អូនមកដល់ពាក់កណ្ដាលផ្លូវជួបជួសធំកំណាចបំបីព្រះអង្គឲ្យបែកគ្នាតើបងមកដល់ទីនេះអត់ឃើញទេម្ចាស់បងខ្ញុំម្ចាស់ត្រូវយកគ្នាចាប់យកមកសម្រាប់ចោលត្រូវបានលោកតាអេសីជួយឲ្យខ្ញុំម្ចាស់បានរស់ឡើងវិញហើយនៅជាមួយលោកតារហូតដល់សប្តាហ៍នេះខ្ញុំប្រកាសអង្គមលោកតាល្អហើយចៅហើយទៅណាបណ្ណាដែរត្រូវយ៉ាងម៉េចនឹងចៅស្រីទឹកមន្ទា ខ្ញុំព្រះករណាតាមរកម្ចាស់អូនទឹកមន្ទាដែលត្រូវយកខាងនេះកាហាំងវាចាប់យកមកដល់កណ្ដាលផ្លូវស្រាប់តែមានព្យុះកំណាចមិនដល់ឲ្យបែកព្រះអង្គតែខ្ញុំព្រះករណាមកដល់ទីនេះលោកតាខ្ញុំព្រះករណាវង្វេងតែមកជួបម្ចាស់អូនទឹកមន្ទាលោកតាសូមប្រោះមេត្តាខ្ញុំកណាសូមយកម្ចាស់អូនទឹកមន្ទាត្រឡប់ទៅនគរវិញហើយលោកតាមិនអីទេចៅទៅក៏ទៅចោះទឹកមន្ទាចៅទៅចោះណានិស័យចៅត្រូវអស់កម្មពីវិរិយហើយចៅនឹងបានជួបជុំគ្នាជារៀងរហូតខ្ញុំព្រះករណាថ្វាយបង្គំលាអង្គលោកតាទៅចោះចៅចូលចម្រើនណាចៅណាទឹកសម្បាព្រះសាមីបងមិននឹកស្មានថាបានជួបអូនវិញសោះព្រះសាមីមានឃើញព្រះបត្រារបស់យើងទេព្រះបត្រាព្រះប៉ាអត់ទេអត់ឃើញទេគេណៃណាគេទៅតាមរកព្រះអង្គតាមរកបងតាមរកម្ចាស់បងទឹកសង្វាព្រះសាមីទឹកសង្វាអូនជប់ព្រឹកប្រតិទៀតទៅព្រះប៉ាព្រះសាមីព្រះអង្គឆាប់យាងទៅរកព្រះបត្រាទៅព្រះសាមីខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំលោកតាល្អហើយព្រះភិរុនចៅខ្ញុំប្រកាសណាមកសូមយកមហាសីរបស់ខ្ញុំប្រកាសណាវិញហើយលោកតាទៅចោះណាចៅណាខ្ញុំកណាថ្វាយបង្គំលាសិនហើយទៅចោះចៅព្រះស្វាមីព្រះអង្គព្រួយប្រតិពីរឿងអីព្រះប៉ាមហេសីអូនបងលាព្រះមេតាមកតាមរកព្រះបិតាយូរណាស់មកហើយតែរកព្រះអង្គមិនទាន់ឃើញនៅឡើយពេលនេះមិនដឹងថាព្រះមេតាទ្រង់កាត់ទុកនឹកដល់បងនិងព្រះបិតាយ៉ាងណានោះទេព្រះស្វាមីសូមព្រះអង្គកុំព្រួយប្រតិអីព្រះប៉ាម្ចាស់អូនបងគិតថានឹងលាអូនទៅតាមរកព្រះបិតាឃើញសិនហើយចាំបងនឹងមកនាំអូនចូលនគរបងក៏ជាមួយនឹងព្រះបិតាព្រះមេតាជាក្រោយព្រះស្វាមីយើងទៅចោះតែសូមព្រះអង្គឆាប់យាងត្រឡប់មករកខ្ញុំម្ចាស់វិញណាបងដឹងហើយចាអូន
ណាបន្លំខ្លួនជាស្រីរូបស្អាតស្និទ្ធនឹងគ្នាដូចជាប្រពន្ធប្តីពិតជាមានរឿងអ្វីមិនស្រួលហើយស្រណោះខ្លួនណាស់ម្ចាស់ថ្លៃលោកអើយកាត់មកមានរូបល្អលើផែនដីស្នេហ៍មិនដឹងខ្លួនថាជាអ្វីជាតិជាជាស្រីក្នុងព្រៃប្រឹក្សាណែនាងឈប់សិនតើនាងមកពីណាពាក្យពេចន៍ចម្រៀងរបស់នាងគួរឲ្យចាប់អារម្មណ៍តើមានន័យថាយ៉ាងម៉េចមានយក្ខណៈនៅទីនេះមែនទេអ្នកប្រុសមកពីណាមកដល់ទីនេះមានការអ្វីខ្ញុំមកពីនគរកាមារាជមហេសីរបស់ខ្ញុំត្រូវយាក់ចាប់ហើយខ្ញុំក៏មកតាមរកទើបជួបនាងត្រូវយាក់ទុកចោលនៅក្នុងព្រៃនេះអ្នកមកជួបស្រីម្នាក់នេះមិនមែនជាមហេសីរបស់អ្នកទេវាជាស្រីយក្សឈ្មោះកហាំងប្រាកាឡាមិនមែនជាមហេសីអ្នកទេព្រះសាមីព្រះអង្គជាងតាណាព្រះសាមីយ៉ាមីស្រីសាក់ចង្រៃយ៉ាងម៉េចនាងហ៊ានលួចនាំប្តីរបស់អញមកផងយើស្រីយក្សចង្រៃចាប់ប្រពន្ធយើងទៅលាក់ទុកនៅណាប្រាប់ភ្លាមមកបើមិនចឹងទេយើងនឹងសម្លាប់ចោលឯងសម្លាប់យើងមិនបានទេយើងទេដែលត្រូវសម្លាប់ឯងជាសត្រូវរបស់យើងបិតារបស់ឯងសម្លាប់បិតាយើងពូជអភិរុនអញសម្លាប់ចោលទាំងអស់មិនបានទេព្រះអង្គពេលនេះពូកែណាសម្លាប់វាមិនស្លាប់ទេតិចខ្លួនសិនតែព្រះអង្គឈប់សិនស៊ីសម័យផាសយាព្រះបងដូចជាម្ចាស់បងសំស៊ីនោះព្រះម្ចាស់ប្រជាព្រះអង្គហើយចុះមានរឿងអីបានជាយក្ខណៈដេញតាមចឹងឆាំមកព្រះអង្គខ្ញុំម្ចាស់ជួយព្រះអង្គបានតែប៉ុណ្្នឹងទេបានហើយយើងអរគុណហើយណាព្រះបងម្ចាស់បងព្រះណុចជួយបងផងម្ចាស់បងមានរាយការណ៍ឡើងបានជាយក្ខណៈដេញតាមចាស់បងចឹងបិតាឯងសម្លាប់បិតាមេដាយើងឥឡូវឯងត្រូវតែស្លាប់ដែរយើងសម្លាប់ឯងអត់តែបានពូជអភិរុនយើងសម្លាប់ចោលទាំងអស់ណែស្រីយក្សចង្រៃហ៊ានប្រមាថបិតាយើងផងថ្ងៃនេះយើងនឹងសម្លាប់នាងឯងបានណែនាងរឿងនេះដើមហេតុមកពីអ្វីនោះយើងមិនដឹងទេឆាប់ទៅវិញទៅបើចង់រស់បើមិនទៅទេយើងមិនទុកជីវិតឲ្យឡើយភ្លាមចាប់បងស្រីយក្សចង្រៃនិយាយអត់មិនចេះស្ដាប់ស្លាប់ទៅវាងាប់ហើយព្រះនោះហ៎ព្រះបិតាមកចាប់បងនោះព្រះបិតាព្រះសាមីនោះជាបាត់របស់ខ្ញុំម្ចាស់ព្រះពើហ៎ព្រះបត្រាព្រះបិតាបុតស្វាគមន៍ព្រះបិតាល្អហើយបុនបានស្គាល់គ្នាជាបងប្អូនហើយមែនទេក្រាបទូលជាបងប្អូនអរព្រគុណព្រះបិតាឆាប់ក្រោកឡើងបុតបិតាយើងបានជួបជុំគ្នាវិញហើយសូមបុតយើងទៅនគរវិជ្ជយ័នជួបសគុណសមាលីដែលជាមេដារបស់បុតព្រះអរុនសិនត្រូវហើយព្រះបិតាហើយយើងទៅនគរក្រែងបរិយជួបព្រះអាយកោព្រះអាយការបស់បុតសិន
ក្រាបទូលព្រះបិតា ព្រះស្វាមីម្ចាស់បងព្រះស្វាមីយើងព្រះស្វាមី ម្ចាស់អូន ព្រះស្វាមី នេះគឺព្រះមេដាព្រះបិតារបស់បង ខ្ញុំម្ចាស់សូមស្វាគមន៍បង្គំព្រះបិតាល្អហើយបងអញ្ចឹងយើងធ្វើដំណើរទៅព្រះនគរទាំងអស់គ្នាទៅ អរព្រះគុណព្រះបិតា អូនក្រោមមក